នេះជាស្នាមញញឹមរបស់សិស្សានុសិស្សដែលរីករាយជាមួយនឹងការទទួលបានទឹកស្អាតត្រជាក់និងមិនចាំបាច់ចំណាយលុយហើយអាចរកបានស្រាប់នៅក្នុងបរិវេណសាលារៀនរបស់ពួកគាត់វាមិនត្រឹមតែជាទង់ទឹកចម្រោះប៉ុណ្ណោះទេតែវាជាសញ្ញាបង្ហាញឲ្យឃើញនូវការផ្លាស់ប្ដូរដ៏ធំមួយការផ្លាស់ប្ដូរនោះគឺជាគំរូល្អដល់ក្មេងសិស្សសាលាទាំងនេះឲ្យពួកគាត់ចេះគិតពីគុណសម្បត្តិនៃការប្រើប្រាស់ទឹកសុខភាពសេចក្តីថ្លៃថ្នូរនិងបរិស្ថានស្អាតនៅជុំវិញខ្លួនរបស់ពួកគាត់ចានិយាយជារួមទៅខ្ញុំទទួលបានម៉ាស៊ីនចម្រោះទឹកនេះដែលសាលាខ្ញុំមានបំណងចង់បានយូរហើយចង់វាមានអត្ថប្រយោជន៍ច្រើនសម្រាប់ជួយដល់កូនសិស្សានុសិស្សក៏ដូចជាបុគ្គលិកគ្រូបង្រៀនយើងនៅក្នុងសាលាផងដែរណាខ្ញុំគិតថាជួយទី1គឺឲ្យពួកគាត់មានទឹកស្អាតហូបដើម្បីឲ្យពួកគាត់មានសុខភាពល្អជួយទី2គឺឲ្យពួកគាត់កាត់បន្ថយការចំណាយនិងជួយទី3សម្រួលឲ្យពួកគាត់ងាយស្រួលហូបទឹកនៅក្នុងសាលាមិនចាំបាច់នាំទឹកមកពីផ្ទះឬក៏ទិញដែលនាំឲ្យអស់ថវិកាចាទី1ជួយកាត់បន្ថយផ្លាស្ទិកទី2ជួយដល់ខាងសុខភាពសិស្សដែលប្រើប្រាស់ទឹកមានអនាម័យល្អចាទី3ធ្វើឲ្យសិស្សហ្នឹងគឺថាមានសណ្ដាប់ធ្នាប់ការញ៉ាំចំណីអាហារបរិភោគអាហារមានអនាម័យគម្រោងការទប់ស្កាត់សំណល់ផ្លាស្ទិកសមុទ្រនៅកម្ពុជាបានរៀបចំសកម្មភាពផ្ដល់ជូនធុងទឹកចម្រោះតាមសាលារៀននៅក្នុងខេត្តកំពតដែលយុទ្ធនាការនេះមិនត្រឹមតែអាចជួយជាបន្ទុកដល់ការចំណាយទិញទឹករបស់គ្រួសារសិស្សានុសិស្សប៉ុណ្ណោះទេតែថែមទាំងអាចផ្ដល់ជូននូវទឹកស្អាតដល់កូនៗរបស់ពួកគាត់ហើយពិសេសជួយកាត់បន្ថយការប្រើប្រាស់សំណល់ផ្លាស្ទិកតាមសាលារៀនផងដែរពេលអត់មានធុងទឹកខ្ញុំទៅទិញទឹក2ដបតម្លៃ1ដប 1000 អញ្ចឹងទាំង2ដបអស់ 2000តាំងពីមានធុងទឹកនេះមកវាស្រួលយើងមិនបាច់ចាំប្រើដបទឹករញ៉េងច្រើនហើយយើងមានកំប៉ុងមកយើងដាក់ទឹកផឹកបានដបទឹកគឺជួយបានច្រើនខ្លាំងមែនទែនទឹកក្តៅទឹកត្រជាក់ជួយការពារបរិស្ថានជួយយកតាណាម៉ាស្រួលវាអត់ចេះញ៉ៃញ៉ៃដាក់នៅថងណាក៏បានទី1ចំណេញថវិកាទី2ជួយដល់បរិស្ថានទី3ជួយដល់សុខភាពធ្វើឲ្យបំពេញជាតិទឹកក្នុងខ្លួនការរៀបចំធុងចម្រោះទឹកស្អាតនៅតាមសាលារៀនមិនត្រឹមតែបង្កើតជាគំរូល្អដល់សិស្សានុសិស្សតែក៏ជាផ្នែកមួយជួយឲ្យមានទម្លាប់ល្អពីសាលារៀនរហូតដល់ការអនុវត្តល្អដល់សហគមន៍និងបង្កើតភាពស្រស់ស្អាតគ្មានផ្លាស្ទិកនៅក្នុងខេត្តកំពតដ៏ស្រស់ស្អាតមួយនេះ